ចាត់ទស្សនិកជនអង្គការ HFCA ជ្រើសរើសយុវជន8រូបធ្វើជាតំណាងរបស់ប្រទេសកម្ពុជាទៅចូលរួមព្រឹត្តិការណ៍ពេលរង្វាន់ពិភពលោកជនអនាថាលើកទី19ដែលនឹងធ្វើឡើងនៅទីក្រុងសេអ៊ូលប្រទេសកូរ៉េលោក Paris Grogan ស្ថាបនិកអង្គការ HFCA បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្ដីពីការបញ្ជូនក្រុមកីឡាករតំណាងប្រទេសកម្ពុជាទៅចូលរួមប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ពិភពលោកជនអនាថាលើកទី19នៅប្រទេសកូរ៉េដែលបានដឹងថាអង្គការ HFCA នឹងបញ្ជូនក្រុមកីឡាករតំណាងប្រទេសកម្ពុជា8នាក់ទៅចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ដណ្ដើមពានរង្វាន់ពិភពលោកជនអនាថាលើកទី19នៅទីក្រុងសេអ៊ូលប្រទេសកូរ៉េចាប់ពីថ្ងៃទី21ដល់ថ្ងៃទី28ខែកញ្ញាឆ្នាំ2021នេះដែលលើកទី12គឺអង្គការលោកបាននឹងដឹកនាំកីឡាករកម្ពុជាទៅចូលរួមជាមួយបណ្ដាប្រទេសចំនួន48រូបទៀតការនេះ CCF គឺជាអ្នកឧបត្ថម្ភអង្គការ HFCA និង Paris អស់ជាយូរមកហើយលោក Paris Grogan បានបញ្ជាក់ថាការជ្រើសរើសយុវជនទាំង8រូបធ្វើជាតំណាងរបស់ប្រទេសកម្ពុជាគឺកីឡាករ3រូបមកពីខេត្តសៀមរាបគឺកីឡាករសៅសាមីអាយុ28ឆ្នាំផនភ័ក្រអាយុ25ឆ្នាំនិងវេងនិវត្តន៍អាយុ23ឆ្នាំកីឡាករផនផាណាមកពីខេត្តព្រៃវែងអាយុ23ឆ្នាំកីឡាករអឿមបូមកពីខេត្តកំពតអាយុ24ឆ្នាំកីឡាករទាំង5រូបនេះសុទ្ធតែជាកីឡាករដែលធ្លាប់ត្រូវបានជ្រើសរើសឲ្យទៅចូលរួមនៅក្នុងព្រឹត្តិការណ៍ Homeless World Cup ឆ្នាំ2020នៅក្នុងប្រទេសហ្វាំងឡង់ប៉ុន្តែត្រូវបានលុបចោលវិញដោយសារជំងឺ Covid-19 កីឡាករ3រូបចុងក្រោយគឺកីឡាករសំថូណេតអាយុ17ឆ្នាំមកពីខេត្តស្វាយរៀងកីឡាករសានសុកានអាយុ19ឆ្នាំមកពីខេត្តកណ្ដាលនិងផុនមករាអាយុ18ឆ្នាំមកពីខេត្តព្រៃវែងកីឡាករ5រូបក្នុងចំណោមកីឡាករ8រូបមកពីអង្គការមូលនិធិកុមារកម្ពុជាដែលជាដៃគូរបស់អង្គការ HFCA និង3រូបទៀតមកពីមជ្ឈមណ្ឌលអនាគតចាក់គឺកសាងអនាគតរបស់អ្នកថ្ងៃនេះ Be Your Future Today ដែលជាដៃគូរបស់អង្គការ HFCA លោក Scott Nielsen ស្ថាបនិកអង្គការមូលនិធិកុមារកម្ពុជាគោលដៅនៃទំនាក់ទំនងគឺការប្រកួតដើម្បីដណ្ដើមពានរង្វាន់ពិភពលោកជនអនាថាកីឡាករវ័យក្មេងដែលមានលទ្ធភាពធ្វើដំណើរទៅកាន់ប្រទេសម្ចាស់ផ្ទះនិងលេងជាមួយនឹងក្រុមផ្សេងទៀតមកពីតំបន់ខុសៗគ្នាជុំវិញពិភពលោកនោះគឺជាការចែករំលែកបទពិសោធន៍ដ៏អស្ចារ្យជាក់ស្ដែងណាស់វាមានឥទ្ធិពលលើអ្នកដែលបានចូលរួមអង្គការ HFCA មានក្តីរីករាយណាស់ដែលបានចូលរួមក្នុងការប្រកួតដណ្ដើមពានរង្វាន់ពិភពលោកជនអនាថាបន្ទាប់ពីបានចូលរួមចុងក្រោយនៅក្នុងឆ្នាំ2019 HFCA គឺមានការពេញចិត្តជាពិសេសដែលទីបំផុតកីឡាករ5រូបក្នុងចំណោម8រូបដែលបានខកខានចូលរួមនៅប្រទេសហ្វាំងឡង់ក្នុងឆ្នាំ2020គឺមានឱកាសបង្ហាញទេពកោសល្យរបស់ខ្លួននៅក្នុងការលេងបាល់ទាត់នៅលើឆាកពិភពលោកក្នុងប្រទេសកូរ៉េនេះគឺជាការបញ្ជាក់បន្ថែមរបស់លោក Paris Grogan ស្ថាបនិករបស់អង្គការ HFCA